មនុស្សស្រីចង់ដឹងទេថាហេតុអ្វីបានជាបរិសុទ្ធជាច្រើនឈប់និយាយអំពីអារម្មណ៍របស់ពួកគេឲ្យអ្នកដឹងវាមិនមែនដោយសារតែពួកគេមិនចេះមានអារម្មណ៍អីនោះទេវាដោយសារតែនៅពេលដែលពួកគេបើកចំហបើកចិត្តវាស្រាប់តែប្រែទៅជាបញ្ហារបស់ពួកគេទៅវិញគាត់និយាយថាខ្ញុំតានតឹងខ្ញុំឈឺចាប់ខ្ញុំមិនស្រួលខ្លួនហើយជំនួសឲ្យការទទួលបានអារម្មណ៍ថាត្រូវបានអ្នកស្ដាប់អ្នកបែរជានិយាយពាក្យវាប្រហារដោយប្រតិកម្មដូចជាដូច្នេះអ្នកកំពុងស្ដីបន្ទោសថាអ្នកតានតឹងដោយសារខ្ញុំមែនទេឬក៏អូប្រហែលជាខ្ញុំជាមិត្តស្រីអាក្រក់បំផុតហើយឬក៏ហេតុអ្វីបានជាអ្នកនិយាយបែបនេះឥឡូវនេះពេលនោះគាត់លែងត្រូវបានគេស្ដាប់ទៀតហើយគាត់កំពុងត្រូវបានអ្នកបង្ខំឲ្យគាត់គ្រប់គ្រងធ្វើតាមអារម្មណ៍របស់អ្នកវិញចុងក្រោយគាត់ត្រូវលួងលោមមនុស្សស្រីបញ្យល់ពាក្យដែលខ្លួនឯងនិយាយនិងធ្វើឲ្យប្រកាសថានាងមិនមានអារម្មណ៍ថាត្រូវបានវាយប្រហារឬស្ដីបន្ទោសពីគាត់ទោះជាគាត់ជាអ្នកដែលត្រូវការគាំទ្រក៏ដោយដូច្នេះតើគាត់រៀនអ្វីនៅពេលអ្នកធ្វើដូច្នេះគឺនៅពេលដែលគាត់និយាយចេញនិងបង្កើតបញ្ហាដ្រាម៉ាភាពស្ងៀមស្ងាត់មានអារម្មណ៍សុវត្ថិភាពជាងភាពស្ងៀមស្ងាត់រក្សាសន្តិភាពផ្លូវចិត្តរបស់គាត់ហើយនៅពេលដែលគាត់ឈប់និយាយអីអ្នកក៏សួរថាហេតុអ្វីបានជាអ្នកមិនបើកចំហនិយាយអំពីអារម្មណ៍របស់ខ្លួនឯងទៀតនេះជាការពិតបរិសុទ្ធជាច្រើនមិនមែនបិទមាត់ដោយសារតែពួកគេមិនមានអារម្មណ៍អ្វីទាំងអស់នោះទេពួកគេបិទមាត់ដោយសារតែការបើកចំហคล้ายជាការនឿយហត់វាមានអារម្មណ៍ដូចជាពួកគេត្រូវបានដាក់ទណ្ឌកម្មចំពោះការស្មោះត្រង់បរិសុទ្ធម្នាក់ឈប់និយាយនៅពេលដែលគាត់ដឹងថាគាត់មិនត្រូវបានគេយល់ចិត្តគាត់កំពុងត្រូវបានគេបន្ទោសហើយនៅពេលដែលគាត់ស្ងៀមស្ងាត់វាមិនមែនដោយសារតែគាត់ឈប់ខ្វល់នោះទេវាគឺដោយសារតែគាត់ធុញទ្រាន់នឹងការប្រយុទ្ធដើម្បីតែត្រូវបានគេឮសម្ដីរបស់គាត់